វិធីសាស្ត្រចាក់លុប sheet ឬក៏ cell របស់ Excel បងប្អូនកុំឲ្យអ្នកដទៃចូលទៅកែប្រែឯកសារឬក៏ទិន្នន័យយើងបានជាដំបូងបងប្អូនសូមចុច mouse ស្ដាំហើយចូលទៅកាន់ពាក្យ format cell បន្តមកទៀតបងប្អូនយកពាក្យ protection ហើយបងប្អូន tick ទៅលើ lock និង hide បន្តមកទៀតបងប្អូនចូលទៅកាន់ពាក្យ OK បន្តមកទៀតបងប្អូន select ទៅកាន់ cell ឬក៏ column បងប្អូនដែលចង់ឲ្យអ្នកដទៃគាត់អាចកែឬក៏បញ្ចូលទិន្នន័យបានបន្តមកទៀតបងប្អូនចុច mouse ស្ដាំហើយយកពាក្យ format cell ដដែលបន្តមកទៀតបងប្អូនដោះទៅលើសញ្ញា tick អំពី lock ហើយនិង hide អីផ្សេងៗហើយបងប្អូនចុចពាក្យ OK បន្តមកទៀតបងប្អូនចូលទៅកាន់ពាក្យ review ហើយបងប្អូនចូលទៅកាន់ពាក្យ protection បន្តមកទៀតបងប្អូនដាក់លេខកូដដែលបងប្អូនចង់ដាក់ហើយចុចពាក្យ OK ហើយដាក់លេខកូដដែលបងប្អូនដាក់ពីមុនហ្នឹង confirm លេខកូដហើយចុចពាក្យ OK តែប៉ុណ្នេះជាការស្រេចអញ្ចឹងបងប្អូនឃើញថាมันអាចមានអ្នកណាម្នាក់ដែលអាចកែទិន្នន័យកន្លែងដែលយើងចង់ដែលយើងបានចាក់ log បាននោះទេលើកលែងតែគេដឹង password ឬក៏ដឹងលេខកូដដែលយើងបានដាក់អញ្ចឹងកន្លែងដែលយើងអាចឲ្យពួកគាត់អ្នកផ្សេងដែលគាត់អាចបញ្ចូលទិន្នន័យបានអញ្ចឹងពួកគាត់អាចបញ្ចូលបានធម្មតាអញ្ចឹងនេះជាវិធីសាស្ត្រដែលបងប្អូនដាក់ lock sheet ដើម្បីកុំឲ្យអ្នកដទៃគាត់ចូលទៅកែទិន្នន័យយើងបានហើយប្រសិនបើបងប្អូនចង់ដោះទៅលើ lock sheet វិញបងប្អូនគ្រាន់តែចូលទៅកាន់ unprotect sheet ហើយវាយលេខកូដដែលបងប្អូនបានកំណត់ហើយចុចពាក្យ OK ជាការស្រេចអរគុណសម្រាប់ការទស្សនាហើយសូមបងប្អូនជួយ like ជួយ share ដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបាទដើម្បីផលិតជាវីដេអូចែករំលែកបន្ថែមទៀតសូមអរគុណ